ក្រោយពីមានការកាយកុនទៅលើមហារាជពុរិសែនជ័យក្នុងនោះក៏មានសាស្ត្រច្បងធម្មកគីធម្មតេជោសែនជ័យដែរវីដេអូនេះខ្ញុំចង់បង្ហាញបងប្អូនយើងពីកគីធម្មតេជោសែនជ័យបន្ទាប់ពីការកាយកុនរួចណាបងប្អូនអាចមែនតើខ្ញុំមើលមកដូចពេញភ្នែកណាបងប្អូនណាបាទសម្រាប់ទូងមកគ្រឿងនេះអូយបាទដឹងទៅហូរកន្លែងណាឲ្យនេះទេលេងកាយណាក់នេះបាទដាក់មកឈុតនេះគឺស្អាតមែនតើចាក់ស្ដែងកគីធំគឺមានការបដូរក្បាលបាទសិតក្បាលហើយយើងតម្លើងក្បាលថ្មីងោស្អាតជាងមុនហើយយើងកន្លែងទៅមើលមហារាជពុរិសែនជ័យបន្ទាប់ពីមានបញ្ហាមានការបដូរក្បាលប្រសាបក្បាលសៀវយើងហ្នឹងគឺមួយជំហៀងចាំមើលយើងអត់តដឹងថាទូកមួយគ្រឿងហ្នឹងមានបញ្ហាទៅលើសាច់ទូកឬយ៉ាងណាយើងអត់តដឹងទេអញ្ចឹងយើងចាំកលេចមើលចាក់ស្ដែងទាំងអស់គ្នាឥឡូវបងប្អូនយើងមកកលេចមើលកគីធំយើងវិញពីក្បាលដល់កន្សែងគឺរៀងសមសួនស្អាតមែនតើស្អាតមែនតើសម្រាប់ទូកមកគ្រឿងនេះក៏ធ្លាប់ទៅចូលរួមប្រកួតនៅឯទីរួមខេត្តក៏ដូចនៅតាមបណ្ដាវត្តនានាផងដែររាជធានីអត់មានទេរាជធានីគឺមានមុខមានមាត់គឺទៅលើមហារាជពុរិសែនជ័យ